ចំណាយ$60ទៅលេងមណ្ឌលគិរីនឹងបានអីគេញ៉ាំខ្លះចឹងឥឡូវខ្ញុំមករីវិវមកហូបទាំងប្រមាណពេលដែលពួកខ្ញុំបានឲ្យហូបនេះគឺដំបងពេលព្រឹកនឹងបាយព្រឹកថ្ងៃទៅដំបងគឺវិចពីផ្ទះបាយសាច់ជ្រូកឲ្យជៀនហើយនឹងពងទាខអាហារថ្ងៃត្រង់នៅខេត្តកាចេះយើងបានឆាបន្លែបានពងទាជៀនត្រីប្រមាហើយមានឲ្យគេមន់លីងគោស្លឹកគ្រៃនិងមានមួយមុខទៀតគឺសម្លម្ជូរមកដល់ក្រោយគេបើសម្លម្ជូរមកដល់មុនគេអែមបាត់បដ ចំណែកឯពេលល្ងាចថ្ងៃទី1វិញគឺបាននេះសាច់អាំងហើយនឹងបង្គាអាំងជាមួយបន្លែនេះឆ្ងាញ់មែនតែនថ្ងៃទី1ហូបឆ្ងាញ់រួចហើយមកដល់ព្រឹកថ្ងៃទី2វិញគឺបានអាហារបែបប្រញាប់គឺមីកំប៉ុងមួយកំប៉ុងម្នាក់មុននឹងយើងទៅឡើងឡានទៅដើរលេងពីព្រឹកញ៉ាំមីអត់សូវមានកម្លាំងពេលថ្ងៃរពៅកម្លាំងវិញទៅញ៉ាំបាយញ៉ាំអីហើយហែវបាយពេកអត់ទៅបានថតច្រើនទេសឡយើងមានដូចជាស្ងោរជ្រក់សាច់មាន់ហើយមានអីគេឆ្អឹងជំនីជៀននិងមានឆាបន្លែចុងក្រោយមកមុខទៀតមានមាន់លីងគោសក្តីដែរតែញ៉ាំអត់អស់ទេខ្ចប់យកទៅបន្ទប់វិញថ្ងៃទី2នេះដើរលេងបាន4កន្លែងអញ្ចឹងទៅក៏អស់កម្លាំងខ្លាំងដែរបន្ទាប់ពីងូតទឹកស្អាតបាតហ្នឹងមេធីមក៏នាំកូនចៅទៅញ៉ាំស៊ុបវិញម្ដងអូយបានទៅញ៉ាំស៊ុបគឺម្នាក់មានទឹកមុខរីកជាខ្លាំងជាពិសេសគឺខ្ញុំចូលចិត្តស៊ុបខ្លាំងណាស់ធ្វើកម្លាំងសាហាវមែនតែនក្រុមនេះញ៉ាំឡើងរីងទឹកអស់ពីឆ្នាំងរលេងនៅបានបោះពូតកងឡានគេហ្វ្រីឲ្យមួយឆ្នាំងទៀតហ្នឹងខ្ញុំអង្គុយជាមួយពូតកងឡានហ្នឹងគឺថាបានច្រើនតែម្ដងនេះឲ្យថៃបានហូបដល់សាច់អត់មើលខាងនេះគេសោះសាច់គេរីងទឹកហ៎មើលតែគ្រូអត់ថែមមកខ្ញុំថែមម៉ានដងហ្នឹងថែមម៉ានដងថែមអ្នកពីណាខ្វះទឹកយកទៅខាងអ្នកខ្លះអត់សូវគ្រប់ទឹកអីហ៎អូយឡើងច្បាស់មែនតែនស្អាតចេញញ៉ាញ់ហើយតើសាច់អាំងក៏មិនអត់មានជួយស្រែគ្នាទេអត់មានទេមកមើលក្រុមនេះម្ដងអស់ដែរឆ្អែតអត់កុំចាយថែមទឹកពី3ឆ្នាំងទៀតហត់ព្រឹកថ្ងៃទី3កម្រងហាត់ទៅញ៉ាំបាយពេលព្រឹកញ៉ាំកាទៀវញ៉ាំអីនៅកន្លែងដែលញ៉ាំពីម្សិលកាពេលរសៀលថ្ងៃទី2ប៉ុន្តែខុសកម្រងឡានរអិលឡើងអរួចថយទៅក្រោយវិញអញ្ចឹងទៅក៏មករកកន្លែងជ្រកភ្លៀងក៏ទិញបាននំគ្នាទិញបានបាយទិញបាននំបញ្ចុកទិញបានអីផ្សេងញ៉ាំម្នាក់តិចទៅខ្ញុំនេះទិញបាននំពុំ3ដែរតែអត់ឆ្អែតទេអញ្ចឹងទៅពេលឡានរួចរាល់មេធីមក៏ឲ្យខ្ញុំទៅរកអីញ៉ាំខ្ញុំក៏ទៅរកបានកាទៀវមួយចានទៅកូនសិស្សហាមចំណែនណាគ្រូបានកាទៀវកូនសិស្សបានបាយប្រអប់ចំណែកឯអាហារមួយពេលចុងក្រោយនៃដំណើរកម្សាន្តរបស់យើងគឺយើងឈប់ហូបបាយថ្ងៃត្រង់នៅកន្លែងចាស់កន្លែងហើយនេះក៏កន្លែងពីខេត្តកាចេះដែលយើងញ៉ាំនៅថ្ងៃទី1មកកន្លែងដដែលហើយម្ហូបក៏កំងឲ្យដដែលខ្លះថ្មីខ្លះកាលពីលើកមុននោះកំងសម្លម្ជូរធម្មតាម្ដងនេះសម្លម្ជូរគ្រឿងវិញម្ដងហើយមានត្រីមានឲ្យមាន់លីងគួរស្លឹកគ្រៃថ្ងៃណាបបមែនតើណាតោះបានហូបផង4មុខនេះពេលអង្គុយអមតខាងកញ្ញាសរងគឺឃើញថារករ៉ាំបានជួតាព្រាជួចាស់ជួវិញគេមិនចាយទឹកសុំកញ្ញាសរងនឹងមិនទេកាលពីល្ងាចនោះទៅហូបស៊ុបវងលេងសុកខ្ចាយលើមួយកូនចាននឹងខ្ចាយលើគ្នាដល់ពេលឥឡូវនេះជ្រុះអើយវើចបាយផងជ្រុះស្លាបព្រាផងទាំងអ្នកអង្គុយក្បែរអីហ្នឹងហើយណាគេធ្វើបាបខ្ញុំហើយឲ្យខ្ញុំញ៉ាំគួរស្លឹកគ្រៃធ្លាប់ញ៉ាំតែប៉ុន្តែគេចិត្តរឿងតូចល្អិតជាងហ្នឹងញ៉ាំកើដានេះលេងរឹងទៅឲ្យគ្នាញ៉ាំកើទេមួយដំណើរកំសាន្តនេះគឺខ្ញុំបានប្លុកច្រើនមែនតែនចុះបថតគ្រប់យ៉ាងសម្បីតែញ៉ាំអាហារហ្នឹងក៏បានមកប្លុកដែរញ៉ាំអីខ្លះរួយកំពូអ្នកថតឡើងពេញឥឡូវកាត់វីដេអូហើយអស់លុបចោលខ្លះទីបំផុតវីដេអូមួយនេះជាវីដេអូចុងក្រោយនៃការកាត់តបញ្ចូលសំឡេងអស់ហើយបានលុបទុកថតអ្វីដែលថ្មីវិញម្ដងហើយដំណើរកំសាន្តរបស់ខ្ញុំក៏ចប់ទៅត្រឹមនេះចុះសូមអរគុណសូមជម្រាបលាសាយ៉ូណារ៉ា